សួស្តីអ្នកទាំងអស់គ្នាជួបគ្នាទៀតហើយនៅក្នុងវីដេអូនេះយើងនឹងធ្វើការសម្រាយទៅកាន់រឿងថ្មីមួយទៀតដែលនិយាយអំពីជីវិតរបស់បរិមម្នាក់ដែលគាត់នឹងគឺជាឃាតករដែលបានចូលនៅវត្តប៉ុន្តែដោយសារតែមានហេតុការណ៍ចៃដន្យមួយហ្នឹងគាត់ក៏បានត្រឡប់ចូលមកចាប់ផ្ដើមជីវភាពជាឃាតករឡើងវិញហើយការវិលត្រឡប់របស់គាត់ហ្នឹងគឺស្ទើរតែធ្វើឲ្យពិភពឃាតករទាំងមូលហ្នឹងក្រឡាប់ចាក់ទៅហើយអញ្ចឹងដើម្បីកុំឲ្យគ្នាតន្ទោរនឹងចាំយូរនឹងចង់ដឹងថាតើការវិលត្រឡប់របស់គាត់ហ្នឹងបានធ្វើឲ្យមានការចលាចលនៅក្នុងពិភពឃាតករយ៉ាងដូចម្តេចខ្លះតោះយើងទៅស្ដាប់ការសម្រាយស្ទើររឿងលម្អិតជាមួយនឹង admin ទាំងអស់គ្នាសេរីបង្ហាញយើងឃើញពីបរិមម្នាក់ឈ្មោះតា John Wick ដែលគាត់គឺកំពុងតែនៅជាមួយនឹងប្រពន្ធរបស់គាត់ដែលកំពុងតែដេកសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យនិយាយទៅប្រពន្ធរបស់គាត់នឹងគឺដង្ហើមចុងក្រោយហើយដោយសារតែនាងនឹងគឺមានជំងឺមហារីកចឹងហើយ John Wick នឹងគឺមកមើលក៏ដូចជាមកលីប្រពន្ធរបស់គាត់ជាលើកចុងក្រោយរយៈពេលប្រហែលថ្ងៃកន្លងផុតទៅភរិយារបស់ John Wick ក៏បានស្លាប់បង់ជីវិតចឹងហើយគេក៏បានរៀបចំពិធីបុណ្យសពឲ្យដោយមានញាតិមិត្តជិតឆ្ងាយក៏ដូចជាមិត្តភក្តិផ្សេងៗនឹងបានមកចូលរួមយ៉ាងច្រើនកកផងដែរបន្ទាប់ពីពិធីបុណ្យសពត្រូវបានបញ្ចប់ John Wick ក៏បានត្រឡប់មកដល់ផ្ទះរបស់គាត់វិញហើយបន្ទាប់ពីមកដល់បានមួយសន្ទុះក្រោយមកនោះក៏ស្រាប់តែមានអ្នកដឹកជញ្ជូននឹងបានយកអីវ៉ាន់មកឲ្យដល់ផ្ទះរបស់ John Wick ដែលអីវ៉ាន់មួយនឹងគឺជាការរៀបចំរបស់ភរិយារបស់គាត់មុនពេលដែលនាងស្លាប់គឺនាងបានរៀបចំកូនឆ្កែមួយដាក់ជាកាដូសម្រាប់ឲ្យ John Wick ចឹងណាដោយសារតែគេដឹងថា John Wick នឹងគឺមិនសូវជាមានមិត្តភក្តិប្រមាណទេអញ្ចឹងហើយនាងក៏បានរៀបចំកូនឆ្កែហ្នឹងដាក់ឲ្យ John Wick ដើម្បីឲ្យ John Wick នឹងមានគ្នារស់នៅជាមួយនឹងអាចបន្តដំណើរជីវិតរបស់គាត់ទៅខាងមុខទៀតចឹងណាបន្ទាប់ពីការស្លាប់របស់នាង John Wick គឺស្រឡាញ់កូនឆ្កែនេះខ្លាំងមែនទែនដោយសារតែវានឹងគឺជាកាដូដែលភរិយារបស់គេបានបន្សល់ទុកឲ្យជាលើកចុងក្រោយចឹងហើយគេគឺរៀបចំឲ្យកូនឆ្កែហ្នឹងដេកនៅក្នុងបន្ទប់នៅក្នុងអីជាមួយនឹងគេតែម្ដងពេលព្រឹកបានចូលមកដល់បន្ទាប់ពីរៀបចំខ្លួននឹងញ៉ាំអាហារពេលព្រឹកញ៉ាំអីហើយនឹង John Wick ក៏បានលើកកូនឆ្កែរបស់គេដាក់លើឡាននិងបានបើកឡាននឹងចេញពីផ្ទះដើម្បីទៅដើរលេងស្រូបយកខ្យល់អាកាសបន្ធូរអារម្មណ៍ចឹងទៅ John Wick បានជប់ចាក់សាំងនៅក្នុងក្រាសាំងមួយកន្លែងហើយបន្តិចក្រោយមកក៏ស្រាប់តែមានក្មេងស្ទៀវមួយក្រុមហ្នឹងបានបើកឡានចូលមកឈប់នៅក្នុងក្រាសាំងហ្នឹងដែរក្មេងស្ទៀវម្នាក់ក្នុងចំណោមក្មេងស្ទៀវមួយក្រុមហ្នឹងដែលទំនងដូចជាមេដឹកនាំគេឈ្មោះតា Losef បានចូលមកនិយាយគ្នាជាមួយនឹង John Wick ដែលបានសួរនាំអំពីឡានរបស់ John Wick អីចឹងទៅហើយបន្ទាប់ពីសួរនាំបានបន្តិចក្រោយមកហ្នឹងគេក៏បានសុំទិញឡានរបស់ John Wick ហ្នឹងតែម្ដងប៉ុន្តែប្រកាសណា John Wick បានបដិសេធមិនព្រមលក់ឡានហ្នឹងឲ្យទេចឹងហើយ Losef ក៏បានខឹងនិងបាននិយាយជាភាសារុស្ស៊ីឌឺដងដាក់ទៅកាន់ John Wick ចឹងទៅប៉ុន្តែអ្វីដែលគេនឹកស្មានមិនដល់នោះ John Wick ក៏ចេះនិយាយភាសារុស្ស៊ីដែរចឹងហើយ John Wick ក៏បាននិយាយឌឺដងត្រឡប់ទៅកាន់ Losef នឹងវិញជាភាសារុស្ស៊ីដូចគ្នាហើយនៅពេលដែល Losef បំរុងនឹងច្រឡោតកាន់តែខ្លាំងទៅហើយនឹងកូនចៅរបស់គេម្នាក់ហ្នឹងក៏បានចូលមកសម្រួលស្ថានភាពដោយបាននិយាយជាមួយនឹង John Wick និយាយធ្វើដូចជាគួរសមជាមួយនឹង John Wick ខ្លាំងមែនទែននិងបានអនុញ្ញាតឲ្យ John Wick ហ្នឹងបើកឡានចេញពីកន្លែងហ្នឹងទៅវិញបាត់ទៅបន្ទាប់ពីចេញផុតពីក្រុមរបស់ Losef បានមួយសន្ទុះក្រោយមក John Wick ក៏បានមកដល់ពលានយន្តហោះមួយកន្លែងនិយាយទៅគេមានខ្សែរបស់គេដែលធ្វើឲ្យគេនឹងអាចចូលទៅបើកឡាននៅក្នុងពលានយន្តហោះហ្នឹងបានអញ្ចឹងណាចឹងហើយ John Wick ក៏បានបើកឡានចូលទៅនិងបានឆេឡានឆេអីដើម្បីកាត់ stress កាត់អីរបស់គេឡើងពេញនឹងតែម្ដងយប់ឡើង John Wick បាននាំកូនឆ្កែរបស់គេនឹងត្រឡប់មកផ្ទះវិញនិងបានចូលទៅសម្រាកដោយសពមួយដងអញ្ចឹងទៅហើយបន្ទាប់ពីសម្រាកបានប្រហែលម៉ោងក្រោយមកនឹងគេក៏ស្រាប់តែបានឮសំឡេងអ្វីម្យ៉ាងនៅខាងក្រោមអញ្ចឹងហើយ John Wick ជាមួយនឹងកូនឆ្កែរបស់គេនឹងក៏បានចុះមកមើលនៅខាងក្រោមនឹងប៉ុន្តែនៅពេលដែលចុះមកបានបន្តិចនឹង John Wick ក៏ត្រូវបានមនុស្សមួយក្រុមនឹងប្រើដំបងវាយចំកញ្ចឹងករបស់គេធ្វើឲ្យគេដួលទៅខាងក្រោមបន្ទាប់មកមនុស្សមួយក្រុមនឹងក៏បានបន្តវាយតធាក់ John Wick នឹងឡើងទូកសាច់តែម្ដងហើយបន្ទាប់ពីវាយ John Wick បានបន្តិចក្រោយមកនឹងកូនឆ្កែរបស់ John Wick នឹងក៏បានរត់ចេញមកអញ្ចឹងហើយមនុស្សមួយក្រុមនឹងក៏បានប្រើដំបងនឹងវាយសម្លាប់ឆ្កែរបស់ John Wick ធ្វើវាស្លាប់បង់ជីវិតនៅកន្លែងនឹងទៀតផងភ្លាមបន្ទាប់ពីបានវាយសម្លាប់ឆ្កែរបស់ John Wick ហើយនឹងម្នាក់ក្នុងចំណោមមនុស្សមួយក្រុមនឹងក៏បានបើកមុខហើយយើងក៏បានដឹងថាមនុស្សម្នាក់នឹងគឺជា Losef និយាយទៅ Losef គេនាំក្រុមរបស់គេមកក្រុមនឹងមកផ្ទះរបស់ John Wick គឺដើម្បីប្លន់ឡានរបស់ John Wick នឹងយកតែម្ដងដោយសារតែការពីពេលថ្ងៃនេះគេសំទិញ John Wick ប៉ុន្តែ John Wick មិនព្រមលក់ឲ្យអញ្ចឹង Losef ជាមួយនឹងក្រុមកូនចៅរបស់គេនឹងបានបន្តវាយធ្វើបាបវាយលេងទៅកាន់ John Wick អញ្ចឹងណាហើយបន្ទាប់ពីវាយអស់ចិត្តហើយនឹងបានរកសោឡានរបស់ John Wick ឃើញគេក៏បានបើកឡានរបស់ John Wick ចេញពីផ្ទះរបស់ John Wick បាត់ទៅព្រឹកឡើង John Wick បានភ្ញាក់ដឹងខ្លួនពីសន្លប់មកវិញហើយគាត់គឺកំពុងតែងាសាកសពឆ្កែរបស់គាត់បន្ទាប់មកគាត់ក៏បានយកសាកសពឆ្កែរបស់គាត់នឹងយកទៅកប់ឲ្យស្រួលបួលនិងបានសម្អាតផ្ទះរបស់គាត់ធ្វើដូចជាគ្មានអ្វីកើតឡើងអញ្ចឹងកលេចមកក្រុមរបស់ Losef នៅវិញគេបានយកឡានរបស់ John Wick ដែលគេលួចបានហ្នឹងយកមកក្រាស់មកកន្លែងដែលមានម្ចាស់ឈ្មោះថា Otto Leo ដែល Otto Leo ហ្នឹងគេមានជំនាញក្នុងការសម្អាតឡានដែលចោលលួចបានហ្នឹងឲ្យទៅជាឡានថ្មីមានឯកសារមានអីត្រឹមត្រូវអញ្ចឹងណាអញ្ចឹងហើយបានជា Losef ហ្នឹងយកឡានរបស់ John Wick ដែលគេទើបតែលួចបានហ្នឹងយកមកឲ្យ Otto Leo ជួយរៀបចំឯកសារក៏ដូចជាធ្វើផ្លាកលេខធ្វើអីថ្មីឲ្យអញ្ចឹងទៅប៉ុន្តែ Otto Leo បន្ទាប់ពីបានឃើញឡានហ្នឹងភ្លាមគេហាក់ដូចជាមានអារម្មណ៍ថាភ័យរន្ធត់ខ្លាំងមែនទែនគេក៏បានសួរទៅកាន់ Losef ថាតើ Losef ហ្នឹងបានឡានមកពីណា Losef បានឆ្លើយប្រាប់ទៅកាន់ Otto Leo ថាឡានហ្នឹងគឺគេលួចមកហើយគ្រាន់តែឮថាឡានហ្នឹងលួចមក Otto Leo គឺកាន់តែមានអារម្មណ៍ថាភ័យខ្លាំងទៅអីគេក៏បានដេញ Losef ជាមួយនឹងក្រុមរបស់ Losef ហ្នឹងឲ្យយកឡានហ្នឹងចាក់ចេញពីការ៉ាសរបស់គេភ្លាមទៅហើយ Losef នៅពេលដែល Otto Leo បានបដិសេធមិនព្រមធ្វើផ្លាកលេខក៏ដូចជាឯកសារឡានថ្មីឲ្យគេហ្នឹងគឺពិតជាខឹងខ្លាំងមែនទែនអញ្ចឹងហើយគេក៏បាននិយាយមាក់ងាយទៅកាន់ Otto Leo ថា Otto Leo ហ្នឹងគឺគ្រាន់តែជាខ្ញុំបម្រើរបស់ឪពុកគេតែប៉ុណ្្នឹងទេក្រោយពីឮពាក្យមាក់ងាយរបស់ Losef Otto Leo បានកលែងមកបន្តនិយាយគ្នាជាមួយនឹង Losef ដែលបានសួរទៅកាន់ Losef ថាតើ Losef នឹងលួចឡានមកចុះម្ចាស់ឡានហ្នឹង Losef នឹងធ្វើអីខ្លះទៅលើម្ចាស់ឡានអញ្ចឹង Losef បាននិយាយទាំងបែបលេងសើចប្រាប់ទៅកាន់ Otto Leo ថាម្ចាស់ឡានហ្នឹងគឺគេបានវាយឡើងទូកសាច់ហើយគេក៏បានសម្លាប់ឆ្កែរបស់ម្ចាស់ឡាននឹងលេងទៀតផងភ្លាមនៅពេលដែល Losef កំពុងតែបន្តនិយាយបដាសើចបដាហ្នឹង Otto Leo ក៏បានម៉ាត់ម្ដាយចំកណ្ដាលមុខរបស់ Losef
Losef ដោយកំហឹងតែម្ដងបន្ទាប់មកគេក៏បានបន្តដេញ Losef ជាមួយនឹងប៉ពួករបស់គេហ្នឹងឲ្យយកឡានដែលគេលួចបានហ្នឹងចាក់ចេញពីឃ្លាំងរបស់គេទៅឲ្យបាត់ទៅប្រហែលម៉ោងក្រោយមក John Wick ក៏បានមកដល់ឃ្លាំងរបស់ Otto Leo យើងឃើញថា Otto Leo ហ្នឹងគឺបានដឹងមុនថា John Wick ច្បាស់ជាមកកន្លែងគេជាពំខានទេចឹងហើយគេក៏បានរៀបចំស្រារៀបចំអីអង្គុយចាំទទួល John Wick នៅកន្លែងហ្នឹងតែម្ដង John Wick បានសាកសួរ Otto Leo នឹងបាននឹងថា Losef ជាមួយនឹងប៉ពួករបស់គេហ្នឹងគឺបានយកឡានរបស់ខ្លួនយកមកឃ្លាំងរបស់ Otto Leo ពិតប្រាកដមែនប៉ុន្តែ Otto Leo គេបានប្រាប់ថាគេបានដេញ Losef ជាមួយនឹងប៉ពួករបស់ Losef ហ្នឹងចេញពីឃ្លាំងរបស់គេទៅបាត់មកសន្ទុះធំទៅហើយ John Wick បានបន្តសាកសួរនឹងបានដឹងអំពីអត្តសញ្ញាណរបស់ Losef ដែលថាតាមពិតទៅ Losef ហ្នឹងគឺជាកូនរបស់មេក្រុម Mafia ជនជាតិរុស្ស៊ីដែលមានឥទ្ធិពលម្នាក់ឈ្មោះថា Virgo ហើយបន្ទាប់ពីប្រមូលព័ត៌មានប្រមូលអីហើយអស់ហ្នឹង John Wick មិនបានធ្វើអ្វីទៅកាន់ Otto Leo នោះទេគេបានសំខ្ចីឡានរបស់ Otto Leo មួយនឹងបានបើកចាក់ចេញពីឃ្លាំងរបស់ Otto Leo សម្ដៅត្រឡប់មកផ្ទះរបស់គេវិញប្រហែលម៉ោងបន្ទាប់ពី John Wick បើកឡានចេញទៅផុតហ្នឹង Virgo ក៏បានតាក់ទងតាមទូរស័ព្ទមកកាន់ Otto Leo ដើម្បីសួរនាំអំពីហេតុផលតើហេតុអ្វីបានជា Otto Leo នោះវាយកូនប្រុសរបស់គេអញ្ចឹង Otto Leo បានប្រាប់ទៅកាន់ Virgo ថាមូលហេតុដែលគេវាយ Losef ហ្នឹងគឺដោយសារតែ Losef ហ្នឹងគឺបានលួចឡានរបស់ John Wick និងបានសម្លាប់ឆ្កែរបស់ John Wick ទៀតផងចំណែក Virgo ពេលដែលគេតាក់ទងទូរស័ព្ទមកដំបូងហ្នឹងគេហាក់ដូចជារៀងខឹងសម្បាជាមួយនឹង Otto Leo ដែរប៉ុន្តែបន្ទាប់ពីបានលើចម្លើយរបស់ Otto Leo គឺគេលែងខឹងតែម្ដងនិយាយទៅគេមានអារម្មណ៍ថាភ្ញាក់ផ្អើលនិងមិនមាននិយាយអ្វីបន្តសូម្បីតែមួយម៉ាត់បន្ទាប់មកគេក៏បានដាក់ទូរស័ព្ទចុះទៅ Virgo បន្ទាប់ពីបាននិយាយទូរស័ព្ទជាមួយនឹង Otto Leo និងបានដឹងអំពីទង្វើរបស់ Losef កូនប្រុសរបស់គេហ្នឹងគេហាក់ដូចជាគ្មានពលឹងបលាំងអីក្នុងខ្លួនទេនិយាយទៅផ្លឹកបើទោះជាកូនចៅរបស់គេហៅមិនហ្នឹងក៏គេមិនដឹងដែរបន្តិចក្រោយមក Losef កូនប្រុសរបស់គេហ្នឹងក៏បានចូលមកដល់ហើយគាត់តែឃើញកូនប្រុសរបស់ខ្លួនភ្លាមហ្នឹង Virgo ក៏បានកាន់កៅស្រាមួយកៅចូលទៅនិយាយគ្នាជាមួយនឹង Losef ធ្វើដូចជាធម្មតាហើយបន្តិចក្រោយមកហ្នឹងគេក៏បានដាល់ចំកដាពោះរបស់ Losef មួយដៃធ្វើ Losef ហ្នឹងចុកច្អល់តែម្ដង Losef បានសួរទៅកាន់ Virgo ឪពុករបស់គេហ្នឹងដោយការងឿងឆ្ងល់តើហេតុអ្វីបានជាឪពុករបស់គេហ្នឹងវាយគេយ៉ាងដូចនេះហើយនៅពេលដែលបានដឹងថាឪពុករបស់គេវាយគេដោយសារតែគេហ្នឹងគឺបានលួចឡានក៏ដូចជាសម្លាប់ឆ្កែរបស់ម្ចាស់ឡានហ្នឹងគេក៏មានអារម្មណ៍ថាហួចចិត្តនិងបាននិយាយតវ៉ាជាមួយឪពុករបស់គេត្រូវនៅគេធ្វើហ្នឹងគឺជារឿងតូចតាចទេហេតុអីបានជាឪពុករបស់គេខឹងក៏ដូចជាវាយគេយ៉ាងដូចនេះ Virgo បានបន្តប្រាប់ទៅកាន់ Losef ថាទង្វើដែលគេបានធ្វើហ្នឹងគឺពិតជាទង្វើតូចតាចពិតប្រាកដមែនហើយគាត់ក៏មិនខ្វាយខ្វល់អំពីរឿងដែលគេទៅលួចឡាននិងក៏សម្លាប់ឆ្កែនោះដែរប៉ុន្តែបញ្ហាគឺនៅត្រង់ថាអ្នកដែលគេបានធ្វើទង្វើនឹងដាក់បានន័យថាម្ចាស់ឡានក៏ដូចជាម្ចាស់ឆ្កែហ្នឹងឯងព្រោះថាបើសិនជា Losef ហ្នឹងបានលួចឡានក៏ដូចជាសម្លាប់ឆ្កែរបស់អ្នកផ្សេងនេះគឺមិនអីនោះទេប៉ុន្តែវាគឺជាឡានក៏ដូចជាឆ្កែរបស់ John Wick បន្ទាប់មក Virgo ក៏បាននិយាយអំពីប្រវត្តិរបស់ John Wick ហ្នឹងប្រាប់ទៅកាន់ Losef កូនប្រុសរបស់ខ្លួនដែលថាតាមពិតទៅ John Wick ហ្នឹងគឺជាកំពូលឃាតករដ៏មានស្នាដៃល្អខ្លាំងបំផុតនៅក្នុងពិភពឃាតកររបស់ពួកគេ Virgo បានបន្តទៀតថាគាត់ធ្លាប់ឃើញ John Wick ហ្នឹងសម្លាប់មនុស្ស3នាក់នៅក្នុងបាតដោយគ្មានអាវុធអ្វីទាំងអស់និយាយទៅមានតែខ្មៅដៃនៅក្នុងដៃរបស់គេទេក៏គេអាចសម្លាប់មនុស្សបានដោយផុយស្រួយតែម្ដងលើពីនេះ Virgo ក៏ធ្លាប់ជួយ John Wick ហ្នឹងឲ្យធ្វើការឲ្យក្រុមគ្រួសារ Mafia រុស្ស៊ីរបស់គេដែរដែលការងារហ្នឹងគេចាត់ទុកថាជាការងារដែលលំបាកបំផុតនិងមិនមាននរណាម្នាក់អាចធ្វើបានឡើយនិយាយទៅគេជួយ John Wick ហ្នឹងឲ្យទៅសម្លាប់ក្រុមឃាតករផ្សេងទៀតដែលមានចំនួនច្រើននិងសិតសឹងតែជាឃាតករអាជីពប៉ុន្តែគ្មានគីឡូជាមួយនឹង John Wick ទេគឺ John Wick អាចបំពេញការងារហ្នឹងបានដោយរលូនប៉ុន្តែបន្ទាប់ពីបានបំពេញការងារឲ្យ Virgo ចប់នៅថ្ងៃមួយ John Wick ក៏ស្រាប់តែបានសំលាឈប់ចេញពីពិភពឃាតករហើយមូលហេតុពិតប្រាកដនោះគឺគ្មានអ្វីក្រៅពីមនុស្សស្រីនឹងឯងបានន័យថាគេសំលាឈប់ដើម្បីទៅសាងជីវភាពរស់នៅសាមញ្ញជាមួយនឹងភរិយារបស់គេដែលទើបតែស្លាប់បាត់បង់ជីវិតនឹងឯង Virgo បានបន្តនិយាយប្រមានទៅកាន់ Losef កូនប្រុសរបស់ខ្លួនថា John Wick នឹងច្បាស់ជាមកតាមរកគេជាពុំខានទេហើយនៅពេលដែល John Wick មក Losef គឺមិនអាចធ្វើអ្វីបានឡើយនិយាយទៅគ្មាននរណាម្នាក់អាចខាត់ដំណើរក៏ដូចជាខាត់អ្វីដែល John Wick ចង់ធ្វើបាននោះឡើយហើយក្រោយពីនិយាយចប់ Virgo ក៏បានដេញ Losef នឹងឲ្យចេញផុតពីមុខរបស់គាត់បាត់ទៅងាកមក John Wick ឯនេះវិញក្រោយពេលដែលបានមកដល់ផ្ទះហ្នឹងគេក៏បានមកកោះកកាយយកសម្ភារៈមានកំភ្លើងមានមាសមានអីផ្សេងៗដែលគេធ្លាប់ប្រើក្នុងកំឡុងពេលដែលគេធ្វើជាឃាតករនោះដើម្បីយកមកប្រើប្រាស់ឡើងវិញភ្លាមនោះ Virgo ក៏បានតាក់ទងតាមទូរស័ព្ទមកនិយាយគ្នាជាមួយនឹង John Wick និយាយទៅគេតាក់ទងមកគឺដើម្បីនិយាយសម្របសម្រួលជាមួយនឹង John Wick ធ្វើយ៉ាងណាឲ្យ John Wick នឹងលើកលែងឲ្យ Losef កូនប្រុសរបស់គេអញ្ចឹងណា Virgo បានព្យាយាមនិយាយបញ្ចុះបញ្ចូល John Wick ពីនេះពីនោះប៉ុន្តែបើទោះជាព្យាយាមនិយាយយ៉ាងណាក៏ដោយហ្នឹងក៏ John Wick មិនឆ្លើយតបអ្វីជាមួយនឹងគេសូម្បីតែមួយម៉ាត់និយាយទៅ Virgo នឹងនិយាយតែម្នាក់ឯងទេហើយបន្ទាប់ពីស្ដាប់ Virgo បានតែបន្តិចហ្នឹង John Wick ក៏បានបិទទូរស័ព្ទឈប់និយាយគ្នាជាមួយនឹងគេបាត់ទៅ Virgo បន្ទាប់ពី John Wick បិទទូរស័ព្ទហ្នឹងគេដឹងច្បាស់ណាស់ថា John Wick ច្បាស់ជាមកតាមរក Losef កូនប្រុសរបស់គេដើម្បីសងសឹកជាពុំខានទេអញ្ចឹងហើយបើទោះជាគេនឹងបាននិយាយស្ដីឲ្យនឹងប្រើសម្ដីអាក្រក់ជាមួយនឹង Losef យ៉ាងណាក៏ដោយហ្នឹងក៏គេមិនដាច់ចិត្តឲ្យកូនប្រុសរបស់ខ្លួនស្លាប់ក្រោមដៃរបស់ John Wick ដែរអញ្ចឹងហើយគេក៏បានប្រាប់ទៅកាន់កូនចៅចំណិតរបស់គេម្នាក់ហ្នឹងឲ្យប្រមូលក្រុមគ្នា Mafia របស់គេទាំងប្រមាណដែលមានហ្នឹងនិយាយទៅមានប្រមាណយកប៉ុណ្ណឹងណាដើម្បីបញ្ជូនទៅផ្ទះរបស់ John Wick ឲ្យសម្លាប់ John Wick ហ្នឹងមុនពេលដែល John Wick ចេញមកប្រហែលម៉ោងក្រោយមកកូនចៅ Mafia ជនជាតិរុស្ស៊ីរបស់ Virgo ហ្នឹងក៏បានមកដល់ផ្ទះរបស់ John Wick និងបាននាំគ្នាចូលមកចាត់ការ John Wick ចឹងណាប៉ុន្តែប្រកបណា John Wick គឺបាននឹងខ្លួនមុននិងបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលពួកគេហើយមិនដល់រយៈពេលប្រមាណនាទីផងហ្នឹង John Wick គឺបានសម្លាប់ក្រុម Mafia ជនជាតិរុស្ស៊ីដែល Virgo បានបញ្ជូនមកតែប្រមាណហ្នឹងគឺស្លាប់បាត់បង់ជីវិតគ្មានសល់សូម្បីតែម្នាក់និយាយទៅស្នាដៃពិឃាតរបស់ John Wick គឺស័ក្តិសមជាកំពូលឃាតករនៅក្នុងពិភពឃាតករដូចជាអ្វីដែល Virgo បាននិយាយប្រាប់ពីកាន់ Losef កូនប្រុសរបស់គេយ៉ាងពិតប្រាកដមែនភ្លាមនៅពេលដែល John Wick បានចាត់ការកូនចៅរបស់ Virgo អស់ហ្នឹងប៉ូលីសក៏បានមកដល់ផ្ទះរបស់ John Wick ហើយការដែលគេមកហ្នឹងគឺគេទ
ទទួលបានការរអ៊ូរទាំពីអ្នកជិតខាងណាអំពីសម្លេងខ្ទោខ្ទាដែល John Wick បានប្រយុទ្ធគ្នាជាមួយនឹងក្រុមកូនចៅរបស់ Virgo នឹងឯងចំណែកឯ John Wick គេហាក់ដូចជាគ្មានខ្លាចញញើតអ្វីជាមួយនឹងវត្តមានរបស់ប៉ូលីសបន្តិចសោះឡើយគេបានដើរទៅបើកទ្វារនិងបាននិយាយគ្នាជាមួយនឹងប៉ូលីសដែលបានលាក់កាភ្លើងរបស់គេនឹងនៅខាងក្រៅខ្នងរីឯប៉ូលីសដែលបានមកនឹងគ្រាន់តែបានជួបគ្នាជាមួយនឹង John Wick នឹងគេហាក់ដូចជាបានដឹងអំពីប្រវត្តិការងាររបស់ John Wick ចឹងហើយគ្រាន់តែឃើញតែ John Wick ស្លៀកពាក់ស្អាតបាតហ្នឹងគេគិតថា John Wick នឹងប្រហែលជាត្រឡប់មកធ្វើការងារជាឃាតកររបស់គេវិញហើយចឹងហើយគេក៏មិនហ៊ានសួរនាំអ្វីទៅកាន់ John Wick ច្រើនដែរគេបានដោះមកគ្រាន់តែនិយាយជាមួយនឹង John Wick មួយម៉ាត់ពីរម៉ាត់និងបានបើកឡានចាក់ចេញពីកន្លែងនឹងទៅវិញបាត់ទៅនិយាយទៅសំបីតែក្រុមប៉ូលីសនឹងក៏ខ្លាចញញើតជាមួយនឹងឥទ្ធិពលរបស់ John Wick ដែរបន្ទាប់ពីប៉ូលីសចេញទៅផុសបបន្តិចនឹង John Wick ក៏បានតាក់ទងទៅកាន់បរិសម្នាក់ឈ្មោះតែ Charlie ដែលគេនឹងគឺមានក្រុមការងាររបស់គេធ្វើការជាអ្នកប្រមូលសាកសពនិយាយទៅគេប្រមូលសាកសពសម្អាតឈាមសម្អាតអីផ្សេងៗដើម្បីបំបត្តិផុសតាងធ្វើដូចជាគ្មានរឿងអ្វីកើតឡើងនៅកន្លែងកើតហេតុយ៉ាងដូច្នោះដែរហើយជាធ្នូជាមួយនឹងសេវាកម្មរបស់គេនឹង John Wick គឺត្រូវបង់ជាកាក់មាសទៅឲ្យ Charlie និយាយទៅរូបិយប័ណ្ណដែលគេប្រើសម្រាប់ចាយវាយនៅក្នុងពិភពឃាតករនឹងគឺគេប្រើកាក់មាសហ្នឹងឯងកលែងមក Virgo ឯនេះវិញកូនចៅចំណិតរបស់គេនឹងគឺកំពុងតែរាយការណ៍អំពីការបរាជ័យរបស់ពួកគេបានន័យថាកូនចៅ Mafia ដែលគេបានបញ្ជូនទៅទាំងប្រមាណហ្នឹងគឺត្រូវបាន John Wick សម្លាប់គ្មានសល់សូម្បីតែម្នាក់ប៉ុន្តែនេះមិនមែនជារឿងអ្វីដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់ Virgo នោះទេដោយសារតែគេនឹងហាក់ដូចជាបានទីទុកថាកូនចៅដែលគេបានបញ្ជូនទៅហ្នឹងគឺច្បាស់ជាបរាជ័យអញ្ចឹងចាក់ជាពំខានទេ Virgo បានបន្តបញ្ជាទៅកាន់កូនចៅចំណិតរបស់គេឲ្យដាក់កង់ត្រាបើកចំហមួយដើម្បីជួឃាតករឲ្យសម្លាប់ John Wick ក្នុងតម្លៃ$2 លានកន្លែងហ្នឹងបានន័យថាចេះនៅក្នុងសាច់រឿងហ្នឹងក្នុងពិភពឃាតកររបស់គេហ្នឹងគឺមានច្បាប់មានវិន័យនិងមានប្រព័ន្ធប្រតិបត្តិការរបស់គេត្រឹមត្រូវបើយើងចង់សម្លាប់នរណាម្នាក់គឺយើងអាចបើកកង់ត្រាចំហមួយនៅក្នុងប្រព័ន្ធឃាតករអនឡាញរបស់គេចឹងទៅចឹងហើយឃាតករដែលជាសមាជិករបស់គេហ្នឹងគឺអាចមើលឃើញអំពីលក្ខខណ្ឌនៅលើកង់ត្រាហ្នឹងហើយបន្ទាប់ពីគេបានសម្លាប់អ្នកដែលយើងចង់សម្លាប់ហ្នឹងហើយគឺគេអាចបើកលុយតាមប្រព័ន្ធអនឡាញហ្នឹងបានដូចគ្នា Virgo បានដាក់កង់ត្រាសម្លាប់ John Wick ហ្នឹងនៅលើប្រព័ន្ធឃាតករអនឡាញមិនទាន់អស់ចិត្តទេគេបានបញ្ជួបគ្នាជាមួយនឹងបរិសម្នាក់ឈ្មោះថា Marcos ដែល Marcos ហ្នឹងគឺជា sniper ជាឃាតករដែរប៉ុន្តែគេប្រើកាភ្លើង snap បាញ់ពីចម្ងាយណា Virgo បានសួរទៅកាន់ Marcos ថាតើ Marcos នឹងយល់ព្រមសម្លាប់ John Wick ក្នុងតម្លៃ$2 លានដែរឬក៏អត់ហើយការដែលគេមកសួរ Marcos ដែលផ្ទាល់ដល់ផ្ទះហ្នឹងគឺដោយសារតែគេដឹងថា Marcos ហ្នឹងគឺអាចសម្លាប់ John Wick បានណាព្រោះតែ Marcos ហ្នឹងគឺបាញ់មនុស្សពីចម្ងាយគេមិនត្រូវការប្រយុទ្ធជាមួយនឹង John Wick ដែលផ្ទាល់នោះទេហើយមូលហេតុដែលគេសួរទៅកាន់ Marcos ហ្នឹងគឺដោយសារតែគេបានដឹងថា Marcos ជាមួយនឹង John Wick ហ្នឹងគឺជាមិត្តភក្តិជិតស្និទ្ធជាមួយនឹងគ្នាអញ្ចឹងហើយគេត្រូវតែបញ្ជាក់ថាតើ Marcos ហ្នឹងព្រមទទួលការងារហ្នឹងដែរឬក៏អត់ Marcos គ្រាន់តែបញ្ជាក់ជាមួយនឹង Virgo ថាតើកង់ត្រាសម្រាប់ John Wick ហ្នឹងជាកង់ត្រាបិទឬក៏កង់ត្រាបើកកង់ត្រាបិទបានន័យថា Virgo ហ្នឹងគឺជួ Marcos តែម្នាក់ឯងផ្ដាច់មុខដើម្បីសម្លាប់ John Wick ហើយបើកង់ត្រាបើកបានន័យថាឃាតករផ្សេងទៀតក៏អាចសម្លាប់ John Wick នឹងបានដែរនិយាយទៅនរណាគេអាចសម្លាប់ John Wick បានមុនគឺបានទទួលលុយរង្វាន់ចំនួន$2 លានហ្នឹងមុនអញ្ចឹងណាហើយ Marcos បន្ទាប់ពី Virgo បានប្រាប់ថាកង់ត្រាហ្នឹងគឺជាកង់ត្រាបើកគេក៏មិនបានសួរនាំ Virgo ហោហែតប៉ែលោតអីទៀតដែរគេបានយល់ព្រមតាមសំណើរបស់ Virgo ដែលបានទទួលយកការងារហ្នឹងកលេចមក John Wick របស់យើងវិញគេបានរៀបចំអីវ៉ាន់មកសម្រាប់នៅក្នុងសន្តាគារមួយកន្លែងឈ្មោះថា New York Continental ដែលវាគឺជាសន្តាគារសម្រាប់ក្រុមឃាតករនិយាយទៅសម្រាប់ក្រុមសង្គមងងឹតតែម្ដងហើយការដែលគេមកសម្រាប់នៅក្នុងសន្តាគារ New York Continental ហ្នឹងគឺដោយសារតែវាជាកន្លែងដែលមានសុវត្ថិភាពបំផុតសម្រាប់មនុស្សដែលមានការងារជាឃាតករដូចជាពួកគេព្រោះតែនៅក្នុងសន្តាគារហ្នឹងគឺគេមានគោលការណ៍មួយតឹងតែងបំផុតនិយាយទៅគេអត់អនុញ្ញាតឲ្យឃាតករឬក៏នរណាម្នាក់ធ្វើសកម្មភាពឃាតកម្មអ្វីនៅក្នុងសន្តាគាររបស់គេទេបើសិនជានរណាម្នាក់ហ៊ានល្មើសជាមួយនឹងបទបញ្ជារបស់គេគឺគេនឹងបញ្ជូនមនុស្សសម្លាប់អ្នកដែលល្មើសនឹងចោលចាក់ជាពំខានទេបន្ទាប់ពីចូលទៅដល់ខាងក្នុង John Wick បានជួបគ្នាជាមួយនឹងអ្នកគ្រប់គ្រងនៅក្នុងសន្តាគារហ្នឹងឈ្មោះថា Sharon ហើយអ្នកទាំងពីរហ្នឹងក៏ស្គាល់គ្នាពីមុនមកដែរ John Wick បានសួរ Sharon ថាតើសន្តាគារហ្នឹងគឺនៅតែមានម្ចាស់ដដែលឬក៏យ៉ាងម៉េចព្រោះតែគេហ្នឹងគឺបានឈប់ធ្វើជាឃាតករយូរដែរប្រហែលជា4ឆ្នាំហើយអញ្ចឹងហើយគេខ្លាចទៅដូរម្ចាស់អញ្ចឹងណាព្រោះតែម្ចាស់ដើមរបស់សន្តាគារហ្នឹងគឺជាមិត្តភក្តិជិតស្និទ្ធរបស់គេ Sharon បានប្រាប់ទៅកាន់ John Wick ថាម្ចាស់សន្តាគារហ្នឹងគឺអត់មានអីប្រែប្រួលទេគឺនៅតែម្ចាស់ដដែលទេហើយបន្ទាប់ពីទទួលបានព័ត៌មានហ្នឹង John Wick ក៏បានយកសោបន្ទប់យកអីរបស់គេចូលទៅសម្រាកនៅក្នុងបន្ទប់បាត់ទៅក្រោយពីបានចូលមកដល់ក្នុងបន្ទប់នឹងបានអង្គុយសំងំមើលវីដេអូភរិយារបស់គេបានមួយសន្ទុះក្រោយមក John Wick ក៏បានចុះមកជាន់ខាងក្រោមនិងបានចូលទៅក្នុងក្លឹបកម្សាន្តមួយនៅក្នុងសន្តាគារហ្នឹង John Wick បានជួបគ្នាជាមួយនឹងបរិសម្នាក់ឈ្មោះថា Winston ដែលគាត់នឹងគឺជាម្ចាស់សន្តាគារ New York Continental នឹងតែម្ដងនឹងត្រូវជាមិត្តចាស់ក៏ដូចជាមិត្តភក្តិជិតស្និទ្ធរបស់ខ្លួនផងដែរ John Wick បានសួរ Winston អំពីកន្លែងលាក់ខ្លួនរបស់ Losef កូនប្រុសរបស់ Virgo ប៉ុន្តែ Winston មិនបានឆ្លើយតបជាមួយនឹង John Wick ទេគេបានបង្វែរសាច់រឿងតែនិយាយអំពីរឿងផ្សេងគឺគេបាននិយាយព្រមានទៅកាន់ John Wick អំពីភាពគ្រោះថ្នាក់នៃការវិលត្រឡប់របស់គាត់ John Wick មិនបាននិយាយតបអ្វីជាមួយនឹង Winston ច្រើននោះទេគេបានដើរចេញពី Winston មកអង្គុយញ៉ាំស្រាហើយបន្តិចក្រោយមកនោះ Winston ក៏បានឲ្យនារីម្នាក់ដែលជាអ្នកចាក់ស្រាហ្នឹងយកกระดาษមួយយកមកឲ្យ John Wick ដែលกระดาษហ្នឹងគឺបានបញ្ជាក់អំពីទីតាំងរបស់ Losef ហើយគ្រាន់តែទទួលបានទីតាំងរបស់ Losef ភ្លាម John Wick ក៏បានត្រឡប់ចូលមកក្នុងបន្ទប់របស់គេដែលបានរៀបចំសម្ភារៈចាំបាច់ដែលគេត្រូវប្រើណាមានកាភ្លើងមានកាបិតមានអាវក្រោមមានអីចឹងទៅបន្ទាប់មកគេក៏បានចាក់ចេញទៅប្រមាញ់ Losef តាមទីតាំងដែល Winston បានប្រាប់នៅពេលដែលបានមកដល់ John Wick បានភ្ជុំកាភ្លើងនិយាយគ្នាជាមួយនឹងអ្នកយាមទ្វារជនជាតិរុស្ស៊ីហើយអ្នកយាមទ្វារមួយហ្នឹងគឺបានស្គាល់គ្នាជាមួយនឹង John Wick ដោយសារតែគេគឺធ្វើការនៅកន្លែងហ្នឹងយូរហើយ John Wick បានប្រាប់ទៅកាន់បរិសអ្នកយាមទ្វារជនជាតិរុស្ស៊ីហ្នឹងឲ្យទម្លាក់កាសទំនាក់ទំនងនៅនឹងតិចរបស់គេនឹងចោលទៅហើយបន្ទាប់ពីទម្លាក់ហើយហ្នឹងគេក៏បានទុកជីវិតឲ្យបរិសម្នាក់ហ្នឹងដែលនេះគឺបានធ្វើឲ្យបរិសដែលជាអ្នកយាមទ្វារហ្នឹងមានអារម្មណ៍ថាទូស្បោ
ចិត្តខ្លាំងមែនទែនចឹងហើយគេក៏បាននិយាយអរគុណទៅកាន់ John Wick ដោយអារម្មណ៍ត្រេកអរមុនពេលដែល John Wick នឹងចូលទៅរក Losef នៅខាងក្នុងក្រោយពីចូលមកដល់ខាងក្នុង John Wick បានសម្លាប់បពុះរបស់ Losef ដែលនៅតាមផ្លូវនេះជាបន្តបន្ទាប់មកគេក៏បានចាត់ការកូនចៅចំណិតម្នាក់របស់ Losef ដើម្បីសួររកទីតាំងលាក់ខ្លួនរបស់ Losef ណាហើយបន្ទាប់ពីសួររកទីតាំងបានហើយហ្នឹងគេក៏បានសម្លាប់បរិះដែលជាកូនចៅចំណិតរបស់ Losef នេះចោលម្នាក់ទៀតទៅ John Wick បានបន្តលបចូលមករក Losef ហើយទីបំផុតហ្នឹងគេក៏បានឃើញ Losef ដែលកំពុងតែលេងទឹកជាមួយនឹងស្រីស្អាតនៅខាងក្នុងតែចៃដន្យនៅពេលដែល John Wick កំពុងតែបន្តខ្លំមើលសកម្មភាពរបស់ Losef ហ្នឹងក៏ស្រាប់តែមានអ្នកការពារម្នាក់ហ្នឹងបានចូលមកដល់និងបានប្រទះគ្នាជាមួយនឹង John Wick ចឹងហើយអ្នកតាពីរហ្នឹងក៏បានបន្ទុះស្រាយគ្នានៅកន្លែងហ្នឹងដែលធ្វើឲ្យភ្ញាក់ផ្អើលទៅដល់ក្រុមអ្នកការពារផ្សេងទៀតដែលកំពុងតែចាំមើលវត្តមានរបស់ John Wick ស្រាប់ដូច្នេះហើយនៅកន្លែងហ្នឹង John Wick ជាមួយនឹងក្រុមអ្នកការពាររបស់ Losef ហ្នឹងក៏បានបន្ទុះស្រាយគ្នាដែលបានបាញ់ប្រហារគ្នាទៅវិញទៅមកដែល John Wick ហ្នឹងគឺបានសម្លាប់ក្រុមការពាររបស់ Losef ហ្នឹងអស់ជាច្រើនអ្នកតែម្ដងនៅក្នុងស្ថានភាពដ៏ច្បោកច្បល់និងចលាចលខ្លាំងមែនទែនហ្នឹង Losef ក៏អាចរត់គេចខ្លួនចេញពីការតាមប្រមាញ់របស់ John Wick បានដោយជោគជ័យចំណែកឯ John Wick វិញបើទោះជាគេនឹងបានសម្លាប់កូនចៅក៏ដូចជាអ្នកការពាររបស់ Losef នឹងអស់ជាច្រើនអ្នកក៏ដោយប៉ុន្តែគេនឹងក៏ត្រូវរបួសធ្ងន់ធ្ងរដែរដោយសារតែអ្នកការពាររបស់ Losef នឹងគឺមានចំនួនច្រើនខ្លាំងពេកដូច្នេះហើយបន្ទាប់ពីបរាជ័យក្នុងការសម្លាប់ Losef នៅកន្លែងហ្នឹងគេក៏បានត្រឡប់មកកាន់សន្តាគារ New York Continental វិញដើម្បីសម្រាប់ព្យាបាលរបួស John Wick បានមកដល់និងបានជួបគ្នាជាមួយនឹង Sharon ដែលជាអ្នកគ្រប់គ្រងនៅក្នុងសន្តាគារទាំងខ្លួនប្រឡាក់ឈាមដាបតែម្ដងប៉ុន្តែវាមិនមែនជារឿងអ្វីដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់ Sharon នោះទេដោយសារតែករណីបែបនេះគឺជាករណីធម្មតាទៅហើយសម្រាប់សន្តាគារ Continental មួយនេះ John Wick បានប្រាប់ទៅកាន់ Sharon ឲ្យរៀបចំវិជ្ជបណ្ឌិតទៅកាន់បន្ទប់របស់គេដើម្បីព្យាបាលរបួសមួយសន្ទុះក្រោយមកវិជ្ជបណ្ឌិតប្រចាំសន្តាគារមួយហ្នឹងក៏បានមកដល់និងបានធ្វើការព្យាបាលរបួសដែលបានដេររបួសនិងបានផ្ដល់ថ្នាំផ្ដល់អីឲ្យទៅកាន់ John Wick ចឹងទៅហើយបន្ទាប់ពីវិជ្ជបណ្ឌិតចេញទៅផុតបានបន្តិចហ្នឹង John Wick ក៏បានឡើងទៅគេងសម្រាកនៅលើគ្រែរបស់គេដើម្បីយកកម្លាំងក៏លេខមកម៉ាកូហើយនៅវិញគេបានមកដល់ទីតាំងប្រតិបត្តិការរបស់ខ្លួនហើយនិយាយទៅគេបានមកដល់អគារមួយកន្លែងដែលមានទីតាំងនៅក្បែរគ្នាជាមួយនឹងអគារ New York Continental ម៉ាកូបានរៀបចំកំភ្លើងសម្រាប់ធ្វើសកម្មភាពនោះបានរួចរាល់ព្រមទាំងបានចាប់ទីតាំងសម្រាប់របស់ John Wick នឹងបានចំគោលដៅទៀតផងនៅពេលដែលម៉ាកូកំពុងតែខ្លោមើល John Wick តាមរយៈការយិតនៅលើកំភ្លើង sniper របស់គេនឹងគេក៏ស្រាប់តែបានឃើញថាគឺមានមនុស្សកំពុងតែចូលមកក្នុងបន្ទប់របស់ John Wick អញ្ចឹងហើយគេមិនបានធ្វើការបាញ់សម្លាប់ John Wick នោះទេគេបែរជាបានបាញ់កំភ្លើងមកគ្រាប់ដើម្បីធ្វើសញ្ញាប្រាប់ទៅកាន់ John Wick ទៅវិញហើយបន្ទាប់ពី John Wick បានដឹងខ្លួននឹងយើងក៏បានដឹងថាអ្នកដែលបានចូលមកក្នុងបន្ទប់របស់គេនឹងគឺជាគិតកោស្រីម្នាក់ឈ្មោះថា Perkin ដែល Perkin នឹងគឺត្រូវបាន Virgo ជួយឲ្យសម្លាប់ John Wick នៅក្នុងសន្តាគារ New York Continental នឹងតែម្ដងចំណែកឯតម្លៃនៃការសម្លាប់វិញគឺគុណនឹង2បានន័យថា4លានណាព្រោះតែការសម្លាប់ John Wick នៅក្នុងសន្តាគារ New York Continental អញ្ចឹងគឺវាល្មើសជាមួយនឹងវិន័យរបស់សន្តាគារដែលអាចប្រឈមជាមួយនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ Perkin បានបន្តបាញ់ប្រហារក៏ដូចជាប្រយុទ្ធគ្នាជាមួយនឹង John Wick ដែលកំពុងតែមានរបួសអស់រយៈពេល1សន្ទុះប៉ុន្តែបើទោះជាមានរបួសយ៉ាងណាក៏ដោយនឹងនៅទីបំផុត John Wick នៅតែអាចយកឈ្នះទៅលើ Perkin និងបានបង្ខំ Perkin នឹងឲ្យប្រាប់គេអំពីព័ត៌មានតាក់ទងជាមួយនឹងទីតាំងប្រតិបត្តិការអាជីវកម្មសំខាន់មួយរបស់ Virgo បន្ទាប់មកគេក៏បានប្រើស្វ័យកាភ្លើងនៅវាយចំក្បាលរបស់ Perkin ធ្វើឲ្យនាងសន្លប់បាត់បង់ស្មារតីនៅកន្លែងហ្នឹងទៅភ្លាមបន្ទាប់ពី John Wick វាយ Perkin ឲ្យសន្លប់ហើយហ្នឹងក៏មានបរិសម្នាក់ឈ្មោះថា Harry ដែលគាត់ហ្នឹងក៏ជាឃាតករម្នាក់ដែរនិយាយទៅគាត់ស្នាក់នៅបន្ទប់ជិតហ្នឹងណាហើយដោយសារតែឮសំឡេងក្នុងក្តាំងហ្នឹងគាត់ក៏បានចូលមកមើលដែលមានកាភ្លើងមានអីយកមកភ្ជុំផងប៉ុន្តែបន្ទាប់ពីឃើញថាគឺជា John Wick ហ្នឹងអ្នកតាពីរហ្នឹងគឺស្គាល់គ្នាអញ្ចឹងហើយ Harry ហ្នឹងក៏មិនមានបារម្ភអីទៀតដែរគាត់បានប្រាប់ទៅកាន់ John Wick ហ្នឹងឲ្យបន្តការងាររបស់គេទៀតទៅហើយគាត់ក៏បំរុងនឹងត្រឡប់ចូលទៅក្នុងបន្ទប់របស់គាត់វិញប៉ុន្តែ John Wick ក៏បានខាត់និងបានជួ Harry ហ្នឹងឲ្យយាមកាម Perkin ហ្នឹងតែម្ដងទៅដោយសារតែគេហ្នឹងគឺត្រូវចេញពីសន្តាគារ Continental ដើម្បីទៅចាត់ការក្រុមរបស់ Virgo ហើយ John Wick បានមកដល់ទីតាំងប្រតិបត្តិការអាជីវកម្មរបស់ Virgo និងបានបាញ់សម្លាប់កូនចៅរបស់ Virgo ហ្នឹងអស់ជាច្រើនអ្នកបន្ទាប់មកគេក៏បានប្រើភ្លើងដុតកំទេចលុយនិងឯកសារសំខាន់ៗផ្សេងទៀតរបស់ Virgo ដែល Virgo បានរសារទុកនៅកន្លែងហ្នឹងគឺដុតឆេះតិចអស់តែម្ដងក្នុងពេលជាមួយគ្នាហ្នឹង Harry ដែលត្រូវបាន John Wick ជួឲ្យយាមកាម Perkin ហ្នឹងគឺបានចាញ់ល្បិច Perkin និងត្រូវបាន Perkin ហ្នឹងបាញ់ស្លាប់បាត់បង់ជីវិតនៅក្នុងសន្តាគារ New York Continental តែម្ដងត្រឡប់មកកន្លែង OC របស់ Virgo ឯនៅវិញមួយសន្ទុះបន្ទាប់ពី John Wick បានដុតលុយនិងឯកសារសំខាន់ៗរបស់ Virgo អស់ហើយហ្នឹង Virgo ក៏បានមកដល់កន្លែងកាត់ហេតុហ្នឹងរំពេចនោះ John Wick ក៏បានបង្ហាញខ្លួននិងបានបើកការបាញ់ប្រហារទៅកាន់ក្រុមរបស់ Virgo និយាយទៅបាញ់រះបាញ់យករហូតដល់កូនចៅរបស់ Virgo នោះស្លាប់អស់ជាច្រើនអ្នកតែបន្ទាប់ពីការបាញ់ប្រហារគ្នាបន្តទៅមុខបងមួយសន្ទុះក្រោយមក John Wick ក៏ត្រូវបានកូនចៅរបស់ Virgo នឹងចាប់ខ្លួនបាន Virgo បានឲ្យកូនចៅរបស់គេនឹងចង John Wick ជាប់ជាមួយនឹងកៅអីមួយបន្ទាប់មកគេក៏បានបង្ហាញការខឹងសម្បាររបស់គេនឹងជាមួយនឹង John Wick ដោយសារតែ John Wick នេះគឺបានដុតលុយនឹងឯកសារសំខាន់ៗរបស់គេនឹងអស់ច្រើនខ្លាំងមែនទែនបន្ទាប់ពីបានបញ្ចេញកំហឹងដាក់ John Wick អស់ចិត្តហើយនឹង Virgo ក៏បានបញ្ជាឲ្យកូនចៅរបស់គេនឹងសម្លាប់ John Wick ចំណែកគេនឹងគឺបានរៀបចំបំរុងនឹងចាក់ចេញពីកន្លែងហ្នឹងចំណែក John Wick វិញបើទោះជាត្រូវបានក្រុមរបស់ Virgo នឹងចាប់បានទៅហើយនឹងក៏គាត់មើលទៅហាក់ដូចជាមិនមានការបារម្ភអីនោះដែរគាត់បានបន្តនិយាយគម្រាមទៅ
កាន់ Virgo ថា Virgo នឹងបកគលកូនប្រុសរបស់គេមកឲ្យគាត់មកព្រោះតែកូនប្រុសរបស់ Virgo នឹងគឺបានលួចឡាននិងបានសម្លាប់កូនឆ្កែដែលជាកាដូចុងក្រោយពីភរិយារបស់គាត់ហើយកាដូចុងក្រោយមួយហ្នឹងឯងគឺជាហេតុផលតែមួយគត់ដែលធ្វើឲ្យគាត់នឹងនៅបន្តរស់រានមានជីវិតនៅលើផែនដីហ្នឹង John Wick បានបន្តប្រាប់ទៅកាន់ Virgo ទាំងក្នុងស្ថានភាពដែលខ្លួនឯងរៀបនឹងត្រូវបានគេយកទៅសម្លាប់ចោលទៅហើយហ្នឹងថាបើសិនជា Virgo នឹងមិនព្រមប្រគល់ Losep ដែលជាកូនប្រុសរបស់គេមកឲ្យខ្លួននោះទេគេនឹងសម្លាប់ទាំង Virgo នឹងចោលតែម្ដងនៅពេលដែល John Wick និយាយចប់ស្របពេលដែល Virgo គឺបានដើរចេញទៅផុតពីកន្លែងហ្នឹងកូនចៅរបស់ Virgo 2នាក់ដែលនៅសល់ហ្នឹងក៏បានប្រើថង់ខ្ទប់ដង្ហើមរបស់ John Wick ដើម្បីសម្លាប់គាត់នៅកន្លែងហ្នឹងតែភ្លាមៗនោះ Marco ក៏បានជួយ John Wick ដែលបានប្រើកាភ្លើង sniper របស់គេនឹងបាញ់សម្លាប់កូនចៅម្នាក់របស់ Virgo ពីចម្ងាយដែលធ្វើឲ្យ John Wick នឹងមានឱកាសក្នុងការរើបំរាស់និងឈានទៅរកការសម្លាប់កូនចៅម្នាក់ទៀតរបស់ Virgo ដែលនៅសេសសល់ហើយបន្ទាប់មកគេក៏បានកាត់ចំណងដៃរបស់គេនឹងចាក់ចេញពីកន្លែងហ្នឹងដើម្បីទៅតាម Virgo John Wick បានចេញមកទាន់កាក់ផ្លូវឡានរបស់ Virgo និងបានប្រើកាភ្លើងរបស់គេនឹងបាញ់សម្លាប់ទៅកងឡានរបស់ Virgo ហើយបន្ទាប់ពីឡានឈប់ហ្នឹងគេក៏បានប្រើកាភ្លើងនឹងភ្ជង់ Virgo ព្រមទាំងបានគម្រាម Virgo នឹងឲ្យនិយាយអំពីកន្លែងលាក់ខ្លួនរបស់ Losep កូនប្រុសរបស់គេ Virgo បានធ្វើការចរចាជាមួយនឹង John Wick ដែលបានយល់ព្រមប្រាប់អំពីកន្លែងលាក់ខ្លួនរបស់ Losep កូនប្រុសរបស់គេជាមួយនឹងការដែលគេនឹងគឺដកកង់ត្រាឈប់ជួលឃាតករឲ្យសម្លាប់ John Wick ជាថ្នូរជាមួយនឹងការដែល John Wick នឹងគឺទុកជីវិតឲ្យគេនៅកន្លែងហ្នឹងហើយបន្ទាប់ពីបានព្រមព្រៀងគ្នានិងបានទទួលព័ត៌មានអស់ហើយហ្នឹង John Wick ក៏បានទុកជីវិតឲ្យ Virgo តាមការសន្យាចំណែកឯគេក៏បានចាក់ចេញពីកន្លែងហ្នឹងដើម្បីទៅតាមប្រមាញ់ Losep បន្តទៅទៀតខ្សែរឿងបានកាន់មកកន្លែងលាក់ខ្លួនរបស់ Losep ជាមួយនឹងបពុះរបស់គេយើងឃើញថាកន្លែងលាក់ខ្លួនរបស់ Losep ហ្នឹងគឺមានការការពារយ៉ាងតឹងតែងខ្លាំងមែនទែននៅលើអគារលាក់ខ្លួនរបស់ Losep ក៏ដូចជាអគារផ្សេងៗដែលនៅជុំវិញហ្នឹងគឺសិតតែមាន sniper នៅចាំការពារទាំងអស់តែម្ដងហើយបើមើលមកចូល Safe នេះវិញការពីតង់ទី1នៅមុនពេលដែល John Wick បានវាយប្រហារគេនៅក្នុង club គេហាក់ដូចជាមិនសូវបារម្ភឬក៏ខ្លាចញញើតជាមួយនឹង John Wick ប្រហែលទេប៉ុន្តែបន្ទាប់ពីការវាយប្រហាររបស់ John Wick លើកទី1នឹងមកគេហាក់ដូចជាខ្លាចញញើតជាមួយនឹងវត្តមាននៃការវិលត្រឡប់របស់ John Wick នឹងខ្លាំងមែនទែនចំណែកឯ John Wick របស់យើងវិញបើទោះជាអ្នកការពាររបស់ Losep នឹងមានចំនួនច្រើនស្អីស្កះយ៉ាងណាក៏ដោយហ្នឹងក៏គេនៅតែអាចជ្រៀតចូលមកបានដោយបានសម្លាប់ sniper ម្នាក់របស់ Losep និងបានយកកាភ្លើង sniper របស់គេនឹងតម្រង់ទៅកាន់ Losep ដែលកំពុងតែស្នាក់នៅក្នុងអគារមួយ John Wick បានប្រើកាភ្លើង sniper ដែលគេយកបាននឹងបាញ់សម្លាប់អ្នកការពាររបស់ Losep ស្លាប់អស់ជាច្រើនអ្នកនិយាយទៅដែលធ្វើឲ្យស្ថានភាពនៅកន្លែងនេះគឺចលាចលខ្លាំងមែនទែនគ្មាននរណាម្នាក់អាចតដៃជាមួយនឹង John Wick បានឡើយកូនចៅរបស់ Losep ដែលនៅសេសសល់បានប្រញាប់បញ្ញានាំ Losep ចេញពីបន្ទប់ដើម្បីឡើងឡានចាក់ចេញពីកន្លែងហ្នឹងប៉ុន្តែនៅពេលដែលពួកគេរៀបនឹងឡើងឡានទៅហើយហ្នឹងឡានទាំងអស់ហ្នឹងក៏បានផ្ទុះឡើងនិយាយទៅ John Wick គេបានរៀបចំគ្រាប់បែករួចជាស្រេចនៅក្នុងឡានហ្នឹងនិងបានមកផ្ទុះឡានហ្នឹងធ្វើឲ្យផ្ទុះតិចទីអស់តែម្ដង Losep ដែលនៅរស់រានមានជីវិតចេញពីបន្ទោះមួយហ្នឹងបានព្យាយាមរត់គេចខ្លួនចេញពី John Wick ប៉ុន្តែក៏ត្រូវបាន John Wick តាមទាន់និងបានបាញ់មួយគ្រាប់ចំពោះរបស់គេធ្វើឲ្យគេមិនអាចទៅណារួចហើយក្នុងកំឡុងពេលដែល John Wick កំពុងតែកាន់កាភ្លើងដើរសម្ដៅមកកាន់គេហ្នឹង Losep ក៏បាននិយាយប្រាប់ទៅកាន់ John Wick ថាអ្វីដែលគេបានធ្វើហ្នឹងគ្រាន់តែជារឿងកប៉ិចកប៉ុកតែប៉ុណ្ណោះគ្រាន់តែជាឡានមួយហើយនឹងឆ្កែមួយតែប៉ុណ្្នឹងទេប៉ុន្តែ John Wick មិនបានស្ដាប់ការនិយាយរបស់ Losep ដល់ចប់ទេហើយគេក៏មិនបានញ៉ៃញ៉ៃជាមួយនឹង Losep ឯដែរនិយាយទៅគាត់ដើរមកដល់ហ្នឹងក៏បានដកកាភ្លើងបាញ់សម្លាប់ Losep ស្លាប់ឲ្យបងជីវិតនៅកន្លែងហ្នឹងបាត់ទៅបន្ទាប់ពីបញ្ចប់ការងាររួចរាល់អស់ហើយ John Wick ក៏បានរៀបចំសម្ភារៈរបស់គេដើម្បីចាក់ចេញពីសន្តាគារ New York Continental មកវិញប៉ុន្តែនៅពេលដែល John Wick រៀបចាក់ចេញ Sharon ដែលជាអ្នកគ្រប់គ្រងនៅក្នុងសន្តាគារហ្នឹងក៏បានឲ្យសល់ឡានថ្មីមួយទៅកាន់ John Wick ដែលវាគឺជាការសងជំងឺចិត្តចំពោះ John Wick ទៅលើរឿងដែល Perkins បានចូលមកបាញ់ប្រហារ John Wick ដល់ក្នុងបន្ទប់សន្តាគារកាលពីយប់មិញមួយសន្ទុះក្រោយមក John Wick បានមកជួបគ្នាជាមួយនឹង Marco និងបាននិយាយគ្នាអំពីរឿងរ៉ាវដែលបានកើតឡើងប៉ុន្តែវាពិតជារឿងដែលគួរអាកសោខ្លាំងមែនទែនដោយសារតែ Perkins គឺកំពុងតែអង្គុយក្នុងឡាននិងបានឃើញការសន្ទនាគ្នារវាង Marco ជាមួយនឹង John Wick ហើយនៅកន្លែងហ្នឹង Perkins ក៏បានដឹងថា Marco មិនបានធ្វើតាមកង់ត្រារបស់គេជាមួយនឹង Virgo នោះទេគឺគេមិនបានសម្លាប់ John Wick ឡើយគេបែរជាជួយ John Wick ទៅវិញ Perkins បានប្រាប់ព័ត៌មានដែលគេទទួលបានហ្នឹងទៅកាន់ Virgo ចឹងហើយនៅពេលដែល Marco ត្រឡប់មកដល់ផ្ទះហ្នឹង Virgo ជាមួយនឹងកូនចៅរបស់គេគឺបានរងចាំ Marco នៅកន្លែងហ្នឹងបាត់ទៅហើយ Virgo បានវាយធ្វើបាប Marco ដល់កំហឹងដោយសារតែគេខឹងថា Marco ហ្នឹងគឺមានឱកាសក្នុងការសម្លាប់ John Wick ហើយបើសិនជា Marco ហ្នឹងអនុវត្តតាមកង់ត្រារបស់គេជាមួយនឹង Virgo គឺកូនប្រុសរបស់គេ Losep ហ្នឹងមិនស្លាប់ដូចជាឥឡូវហ្នឹងទេហើយបន្ទាប់ពីបញ្ចេញកំហឹងអស់ចិត្តហើយហ្នឹង Virgo ក៏បានបាញ់សម្លាប់ Marco ស្លាប់អស់បងជីវិតនៅកន្លែងហ្នឹងបាត់ទៅចំណែក John Wick ឯនេះវិញគេក៏ទទួលបានដំណឹងតាក់ទងជាមួយនឹងការដែល Marco ហ្នឹងកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់ដូចគ្នាដោយសារតែ Virgo ហ្នឹងគឺបានតាក់ទងទូរស័ព្ទប្រាប់ទៅកាន់ John Wick ប៉ុន្តែនៅពេលដែលគេត្រឡប់មកដល់ផ្ទះរបស់ Marco ហ្នឹងគេក៏បានឃើញថា Marco ហ្នឹងគឺត្រូវបាន Virgo បាញ់ស្លាប់អស់បងជីវិតនៅកន្លែងហ្នឹងបាត់ទៅហើយកលេងមក Perkins ឯនេះវិញនាងត្រូវបាន Winston ដែលជាម្ចាស់សន្តាគារ New York Continental ហៅឲ្យមកជួបដោយសារតែនាងបានធ្វើឲ្យខូចវិន័យរបស់សន្តាគារហើយមកជួបពិន័យហ្នឹងគឺមិនមែនជួបពិន័យស្រាលធម្មតានោះទេប៉ុន្តែការពិន័យរបស់សន្តាគារហ្នឹងគឺការពិន័យដោយការស្លាប់តែម្ដងនិយាយទៅ Winston បានបញ្ជាឲ្យកូនចៅរបស់គេបាញ់សម្លាប់ Perkins នៅនឹងកន្លែងបន្ទាប់ពីចាត់ការ Perkins ហើយ Winston ក៏បានតាក់ទងតាមទូរស័ព្ទប្រាប់ទៅកាន់ John Wick អំពីទីតាំងរបស់ Virgo ដោយប្រយោលហើយគ្រាន់តែទទួលបានទីតាំងរបស់ Virgo ភ្លាមនឹង John Wick ក៏បានបើកឡានយ៉ាងលឿនរហូតដល់ទាន់ក្រុមរបស់ Virgo គេបានបើកការបាញ់ប្រហារជាមួយនឹងកូនចៅរបស់ Virgo ដែលបានបាញ់សម្លាប់កូនចៅរបស់ Virgo នឹងស្លាប់អស់បងជីវិតគ្មានសល់សូម្បីតែម្នាក់ហើយនៅទីបំផុតគឺសល់តែ John Wick ជាមួយនឹង Virgo ទេអញ្ចឹងហើយអ្នកទាំងពីរនឹងក៏បានបោះកាភ្លើងចោលនិងបានវាយគ្នាដោយប្រើដៃនឹងដៃបន្ទាប់ពីវាយគ្នាបានមួយសន្ទុះក្រោយមក John Wick ត្រូវបាន Virgo ចាក់មកក្បិតចំកណ្ដាលពោះធ្វើឲ្យគេនឹងរងរបួសយ៉ាងដំណំចំណែក Virgo ខ្លួនឯងនឹងក៏មិនស្រាលប្រមាណដែរនិយាយទៅត្រូវបាន John Wick នេះចាក់ប្រមាណក្បិតរហូតដល់គេស្លាប់អស់បងជីវិតនៅនឹងកន្លែងបាត់ទៅក្រោយពីសម្លាប់ Virgo ហើយ John Wick ក៏បានបើកឡានចាក់ចេញពីកន្លែងហ្នឹងប៉ុន្តែ
តែដោយសារតែគេធ្វើរបួសខ្លាំងពេកនឹងឡានរបស់គេក៏បានទៅបុកនឹងចិញ្ចាំងចំណែកខ្លួនរបស់គេនឹងក៏បានដួលទៅនឹងដីនៅក្នុងស្ថានភាពដែលស្ទើរតែស្លាប់ស្ទើរទៅរស់ទៅហើយនឹង John Wick ក៏បានបើកមើលវីដេអូភរិយារបស់គេជាលើចុងក្រោយប៉ុន្តែនៅពេលដែលមើលហើយនឹងគេក៏ស្រាប់តែមានកម្លាំងក្នុងការបន្តរស់នៅទៀតអញ្ចឹងហើយគេក៏ប្រឹងងើបឈរឡើងនិងបានដើរចូលទៅក្នុងអគារមួយដែលនៅក្បែរនោះនៅពេលដែលបានចូលទៅដល់ខាងក្នុង John Wick បានប្រើប្រដាប់កឹបនឹងកឹបមុខរបស់គេដើម្បីកុំឲ្យវាហូរឈាមហើយនៅពេលដែលកឹបហើយនឹងគេក៏បានកន្លែងទៅឃើញឆ្កែ Bulldog មួយយ៉ាងធំអញ្ចឹងហើយគេក៏បានដើរទៅជិតឆ្កែមួយហ្នឹងនិងបាននាំវាចាក់ចេញពីអគារមួយហ្នឹងដើម្បីយកទៅចិញ្ចឹមហើយសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់នៅត្រង់ចំណុចហ្នឹងបាត់ទៅជាចុងក្រោយ admin សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាការសម្រាយខ្សែរឿងមួយនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូបន្ទាប់បាយបាយ